bạn số đấy mong muốn đó nhé bạn ngay nhom xong mà thưa cả bằng hai vìរបៀបក្នុងការដាក់លេខកូដទៅលើ model ទូរស័ព្ទដៃ Infinix Hot 50 Pro បាទអញ្ចឹងបងប្អូនអ្នកដែលអត់ដឹងអំពីវិធីក្នុងការដាក់លេខកូដអញ្ចឹងបងប្អូនអាចទស្សនាវីដេអូមួយនេះជាមួយខ្ញុំនឹងធ្វើការបង្ហាញអូខេអញ្ចឹងមុនដំបូងដើម្បីយើងធ្វើការចូលទៅដាក់លេខកូដគឺយើងធ្វើការចូលទៅក្នុងកម្មវិធី setting បាទបន្តមកទៀតយើងធ្វើការ scroll វាឡើងលើហើយបន្តមកទៀតយើងជ្រើសរើសពី password and security បាទយកពាក្យហ្នឹងមកបាទបន្តមកទៀតវាដល់កន្លែងនេះវាមាន3 option ដែលយើងត្រូវធ្វើការដាក់លេខកូដបាទអញ្ចឹងវាមាន scan កាយ៉ាដៃហើយនិង scan មុខបាទអញ្ចឹងចំណុចទី1ខាងលើនេះគឺយើង scan ដាក់លេខកូដធម្មតាទេបងប្អូនបាទអូខេអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញ option នីមួយៗថាវាត្រូវធ្វើការដាក់លេខកូដយ៉ាងម៉េចបងប្អូនបាទខ្ញុំសូមធ្វើការចូលយកលើគេបាទហើយចូលដល់កន្លែងនេះវាមានច្រើន option ប៉ុន្តែខ្ញុំអត់ចង់ធ្វើការបង្ហាញច្រើនទេខ្ញុំយកកន្លែងទី4នេះបងប្អូនបាទហើយយើងធ្វើការរងចាំបងប្អូនបាទយើងធ្វើការរងចាំវាសិនបាទហើយយើងចុចកន្លែងកត់ edit នេះមកបន្តមកទៀតយើងធ្វើការដាក់លេខកូដបាទអញ្ចឹងលេខកូដវាឲ្យគំរូនៅក្នុងនេះគឺមាន4ខ្ទង់រហូតដល់16ខ្ទង់អញ្ចឹងបងប្អូនពេញចិត្តលេខកូដមួយណាចាំបងប្អូនអាចដាក់ដោយខ្លួនឯងមកកន្លែងនេះអញ្ចឹងខ្ញុំសូមធ្វើការដាក់លេខ1 2ដងអូខេចឹង1 2ដង2 2ដងនិង3 2ដងអូខេយើងដាក់6ខ្ទង់ហើយចុចពាក្យ next បន្តទៀតហើយកន្លែងនេះយើងធ្វើការបញ្ជាក់វាម្ដងទៀត1 2ដង2 2ដង3 2ដងជាពាក្យ confirm បាទអញ្ចឹងកន្លែងយើងធ្វើការដាក់លេខកូដចំណុចជាមួយនេះយើងជោគជ័យឲ្យបងប្អូនទាំងគ្នាយើងធ្វើការ log មើលអូខេអញ្ចឹងបងប្អូនឃើញគឺវាចាក់បានជោគជ័យហើយយើងចុចដោះវាវិញមកបាទបាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការដោះវាវិញអញ្ចឹងរបៀបក្នុងការដាក់បងប្អូនដឹងហើយបាទអញ្ចឹងយើងចូលទៅធ្វើការដោះឬក៏ទៅ remove លេខកូដដែលយើងចាក់មិញបងប្អូនបាទយើងចូលកន្លែងនេះដដែលហើយយើងធ្វើការ scroll វាឡើងលើយើងជ្រើសពី password and security ដដែលបាទអញ្ចឹងបងប្អូនកន្លែងនេះបងប្អូនគ្រាន់តែចុចធ្វើការចុចចំមកចំណុចជាមួយយើងចូលចាក់បងប្អូនអូខេចុចចឹងមកហើយបងប្អូនធ្វើការវាយលេខកូដបាទ1 2ដង2 2ដង3 2ដងបាទហើយយើងចុចសញ្ញាព្រួយខាងក្រោមហើយយើងចុចពាក្យណាន់ណាបងប្អូនបាទចុចពាក្យណាន់នេះមកហើយចុចពាក្យ off បាទអញ្ចឹងលេខកូដរបស់យើងវាបានផ្ដាច់ហើយបងប្អូនអូខេអញ្ចឹងយើងធ្វើការចុចវាមកចុចលេខកូដយើងបានផ្ដាច់ហើយអញ្ចឹងយើងចូលដល់ការចាក់លេខកូដចំណុចទី2បាទចូល setting ដដែលហើយយើងធ្វើការរមើលពាក្យ password and security បន្តមកទៀតយើងធ្វើការជ្រើសរើសចំណុចទី2អូខេទី2ហ្នឹងមកហើយយើងធ្វើការចុច set screen lock នេះមកហើយកន្លែងនេះបងប្អូនជ្រើសរើសទី2តាមខ្ញុំក៏បានដែរឬក៏យើងយកជំរើសខាងលើក៏បានអូខេហើយយើងធ្វើការរងចាំនាទីដដែលអូខេយើងចុចតាមខ្ញុំមកហើយកន្លែងនេះលេខកូដគឺបងប្អូនដាក់ដោយខ្លួនឯងដូចគ្នាបងប្អូនបានយើងចុចលេខកូដស៊ីសងនឹងបងប្អូនស្រឡាញ់ទេបងប្អូនដាក់លេខប៉ុន្មានក៏បានអូខេចឹងខ្ញុំដាក់1 2ដងដដែល2 2ដងនិង3 2ដងចុច next ហើយយើងធ្វើការបញ្ជាក់វាម្ដងទៀតអូខេចុច confirm បន្តមកទៀតវាឲ្យយើង add កាយ៉ាដៃរបស់យើងចូលបាទអញ្ចឹងចំណុចនេះគឺការ scan កាយ៉ាដៃបងប្អូនដោះលេខកូដដោយប្រើ scan កាយ៉ាដៃអូខេយើងចុចចំវាអញ្ចឹងមកចុចពាក្យ next បន្តទៀតបងប្អូនធ្វើការ scan កាយ៉ាដៃរបស់បងប្អូនបាទអូខេចុច scan លើអេក្រង់ណាបងប្អូនអូខេបងប្អូនចុចចឹងមកចុចសង្កត់ស្កត់វាលុះត្រាតែវាដើរអាខៀវៗនេះពេញវងកាយ៉ាដៃរបស់យើងបងប្អូនបាទយើងធ្វើការចុចវាចឹងមកអូខេចុចម្ដងទៀតចឹងលេខកូដគឺវាមាន3ជម្រើសបងប្អូនចង់យកជម្រើសមួយណាក៏បានប៉ុន្តែខ្ញុំចង់ធ្វើការបង្ហាញបងប្អូនទាំង3ជម្រើសតែម្ដងដើម្បីងាយស្រួលក្នុងការបងប្អូនជ្រើសរើសនៅជម្រើសមួយណាបាទអញ្ចឹងយើងចប់ហើយបងប្អូនចុចពាក្យ finish មកអូខេអញ្ចឹងយើងបិទយើង clear ចោលមួយហើយយើងធ្វើការ lock screen បាទ lock screen យើងធ្វើការបើកឃើញបងប្អូនឃើញវាចប់លេខកូដអញ្ចឹងយើង scan កាយ៉ាដៃក៏ដោះក៏បានឬក៏យើងដោះក្នុងលេខកូដដែលយើងចាក់មិញក៏បានបងប្អូនបាទគឺមាន2ជម្រើសបាទអញ្ចឹងខ្ញុំសូមធ្វើការដោះដោយកាយ៉ាដៃម្ដងអូខេអញ្ចឹងបងប្អូនធ្វើការដោះក្នុងកាយ៉ាដៃគឺលឿនបងប្អូនបាទលឿនអូខេអញ្ចឹងវិធីក្នុងការដាក់ scan កាយ៉ាដៃគឺបងប្អូនបានដឹងហើយអញ្ចឹងយើងចូលទៅ remove ទាំងអស់គ្នា
អូខេចូល setting ដដែល password and security ហើយយើងចុចចំកន្លែងដដែលបងប្អូនអត់មែនចុចនេះទេបងប្អូនចុចលើដូចគ្នាអូខេចុចលើហើយយើងដាក់លេខកូដដែលយើងចាក់មកបងប្អូនអូខេចុចស្ញព្រួយហើយយើងចុចណាន់ក៏បានចុច silent នេះក៏បានដែរបងប្អូនអូខេចុចណាន់នេះក៏បានអូខេដើម្បីយើងបិទវាអូខេឥឡូវយើងធ្វើការ lock វាអូខេបានហើយអូខេអញ្ចឹងយើងចូលដល់ចំណុចមួយទៀតអូខេចូល setting ដដែល password and security ហើយយើងយកកន្លែងនេះមកបងប្អូននេះពាក្យ face unlock នេះមកនេះគឺ scan មុខបងប្អូនយើងដោះសដោយប្រើ scan មុខបាទយើងចុច set lock នេះមកបន្តទៀតយើងចុចអាទី2ហើយយើងរងចាំដូចគ្នាកន្លែងនេះរងចាំនាទីវាឲ្យមកដល់ពាក្យកត់ edit នេះមកអូខេហើយយើងវាលេខកូដបងប្អូនដាក់លេខកូដប៉ុន្មានក៏បានបងប្អូនកន្លែងនេះអូខេខ្ញុំសុំដាក់11 2233ហើយជាពាក្យ confirm អូខេ confirm ចឹងមកបន្តទៀតកន្លែងនេះគឺសំខាន់ណាបងប្អូនអានេះគឺការដោះលេខកូដដោយប្រើ scan មុខអូខេយើងចុចពាក្យ start recording នេះមកដើម្បីយើង scan មុខរបស់យើងបាទអញ្ចឹងកន្លែងនេះបងប្អូនចុចរួចបងប្អូនដាក់ចំមុខរបស់បងប្អូនមកហើយយើង scan វាចូលមកបងប្អូនអូខេយើងសូមចុច start អូខេកន្លែងនេះគឺបងប្អូនធ្វើការបង្វិលមុខរបស់បងប្អូនឲ្យចេញសញ្ញាគ្រីសពណ៌ខៀវបងប្អូនកន្លែងនេះអូខេយើងបង្វិលទៅឲ្យចេញគ្រីសពណ៌ខៀវទៅជោគជ័យបងប្អូនបានអូខេអញ្ចឹងសូមធ្វើការ lock មើលអូខេអញ្ចឹងបងប្អូនអាចដោះលេខកូដក៏បានអូខេអាចដោះលេខកូដក៏បានហើយជំរឿនមួយទៀតគឺយើងដោះដោយប្រើ scan មុខដោយសារយើងចាក់ scan មុខមិញអូខេឥឡូវខ្ញុំសូមដាក់មកអូខេអញ្ចឹងដោះបានហើយបងប្អូនបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយបាទអរគុណ